ម៉ោង3 រសៀលថ្ងៃស្អែកនៅសាពិធីជប់លៀងនៃស្ថានភាពកោជីងខ្ញុំនឹងតែអត់ពេលអញ្ចឹងចាំខ្ញុំទៅទទួលនាងខ្ញុំតែខ្លួនឯងបានចេញពីក្រសួងការបរទេសទៅគឺងាយស្រួលនេះក្នុងនាមជាភរិយារបស់ខ្ញុំការទៅទទួលនាងគឺជាការងាររបស់ខ្ញុំយល់ព្រមម៉ោង6កន្លះនៅច្រកទ្វារខាងលិចនៃនាយកដ្ឋានការបរទេសមកដល់ហើយបងថ្លៃថ្ងៃនេះជិតបងពិតជាស័ក្តិសមនឹងបងណាស់មើលទៅថ្លៃធ្នូនឹងតាក់ទាញមែនទែនសុខហ្វាយីជួបគ្នាទៀតហើយសួស្តីលោកជ័យនិងនាយកជ័យចាំបងជូនអូនទៅជួបមិត្តភក្តិបងប្រហែលអ្នកចុះសូមចាំតិចសិនបងថ្លៃស្រីចាំដល់តែមួយផ្លែទៀតណាឲ្យចង់ធ្វើនឹងបងថ្លៃស្រីលោកជំទាវឯករដ្ឋទូតខណោចេះតែសម្លឹងមើលមកបងរហូតហ្មងបងចង់ស្គាល់គេដែរទេហូយេលី5ឆ្នាំនេះខ្ញុំខិតខំប្រឹងប្រែងតស៊ូឡើងរាល់ថ្ងៃក៏ដើម្បីតែរងចាំថ្ងៃដែលខ្ញុំទទួលបានជោគជ័យនិងមានមុខមាត់ឈរនៅក្បែរលោកខ្ញុំទៅរាក់ទាក់គាត់បន្តិចសិនសំបែមួយផ្លែតនេះយើងចឹងត្រូវការខ្ញុំទៅកំដរទេមិនអីទេទាំងអស់គ្នាជជែកគ្នាលេងចាបងថ្លៃស្រីទៅហើយស៊ូខ្ញុំពិតជាមិននឹកស្មានថាថ្ងៃនេះបានជួបឯងសោះពេលឆ្នាំនេះខ្ញុំនឹកឯងខ្លាំងណាស់ណាហូយេនខ្ញុំក៏នឹកឯងខ្លាំងណាស់ដែរកញ្ញាលីនតាមសប្បាយចាស់មិត្តចាស់របស់ខ្ញុំសូមនិយាយគ្នាទៅពីនេះបន្តិចបានទេតែពីឆ្នាំនេះយ៉ាងម៉េចទៅហើយគ្រប់យ៉ាងគឺល្អទាំងអស់ចាស់យ៉ាលូវិញនោះគេសុខសប្បាយទេគេតែនិយាយថានឹកនឹងចង់ជួបឯងណាមិននឹកស្មានថាបងថ្លៃស្រីស្គាល់លោកជំទាវឯករដ្ឋទូតតទៅសោះមើលទៅទំនាក់ទំនងពួកគាត់មិនធម្មតាទេមើលទៅពួកយើងមើលស្រាលគាត់ពេកហើយមែនទេគេតែនិយាយថានឹកហើយនឹងចង់ជួបឯងព្រោះឯងជាអ្នកមានគុណរបស់គ្រួសារយើងស្វាមីរបស់អ្នកមករកហើយខ្ញុំមិនរំខានអ្នកទាំងពីរទៀតទេណាលីហើយពេលទំនេរចាំខ្ញុំមកលេងទីចាអូននឹងលោកជំទាវឯករដ្ឋទូតការបន់ឆ្នាំមុននៅបេរ៉ុនសាលារៀនចាប់ប្រកាសត្រូវរងវាយប្រហារតាមអាកាសអូននៅទីនោះដែរក្មេងនោះរបួសធ្ងន់ណាស់សំណាងហើយដែលជួយសង្គ្រោះតន់នោះអូនឧស្សាហ៍ជំរុញបែបនឹងណាស់មែនទេនៅសមរភូមិការវាយប្រហារជារឿងធម្មតាទៅហើយឋានៈភរិយាអាយកិរិជាទូតរងហ្គេនមិនមែនពឹងលើឋានៈដែលគ្រួសារហូបផ្ដល់ឲ្យដើម្បីមកអួតអាងនោះទេចូលចិត្តអួតណាស់មើលទៅនោះថ្ងៃនេះខ្ញុំនឹងទុកឱកាសឲ្យនាងអួតនៅមុខភ្ញៀវកិត្តិយសបរទេសដែលមានឋានៈខ្ពស់នេះចាអូយសំតអំបាញ់មិញនេះខ្ញុំតាក់កាយជើងបន្តិចហើយចាំអ្វីនាងមិនអីទេខ្ញុំតែសម្អាតបន្តិចសិននឹងបញ្ញាប់ត្រឡប់មកវិញទេកុំបារម្ភអីនេះចាំអ្វីសង្ឃឹមថានាងពិតជាអចេតនាមែនចុះខ្ញុំពិតជាអចេតនាមែនតែអាឡូបញ្ចុះរកកិច្ចសហការទាំងអស់ជាមួយគ្រួសារសៀវទៅហេតុអីក៏បញ្ឈប់កិច្ចសហការទៅមិនបាញ់មិនខ្ញុំពិតជាអចេតនាមែនកុំអីណាមនុស្សយើងត្រូវតែទទួលខុសត្រូវចំពោះកំហុសដែលបានសាងឡើងទៅមើលចុះបើហ៊ុកពងការពីប្រពន្ធយ៉ាងអស្ចារ្យតែម្ដងហើយស្រីចង្រៃលីងវៃនឹងរត់ទៅណាហើយនាងប្រាប់ថាហូយ៉ាន់លីស្អប់ប្រពន្ធថ្មីនេះណាឲ្យតែខ្ញុំជាស្រាដាក់នាងនឹងធ្វើឲ្យនាងខ្មាស់គេជាសាធារណៈលីងវៃនឹងយកព្រមជួយខ្ញុំទទួលបានគម្រោងកាន់តែច្រើនពីក្រុមហ៊ុនហូតែមើលទៅហូយ៉ាន់លីពេលនេះច្បាស់ណាស់កំពុងការពារប្រពន្ធគេតែអូនមិនទេ